បងប្អូនឃើញខមមិននៅគេហ្នឹងឯងដែលនេះខ្ញុំដាក់ហ្នឹងហើយមិនមែនជាខមមិនតែមួយទេគឺខមមិនច្រើនមែនតើបងប្អូនដឹងស្រាប់ហើយពួកសៀមគឺថាតាមប្រព័ន្ធបណ្ដាញសង្គមគឺវាវេលុកខ្លាំងណាស់ខ្លាំងជាងខ្លាំងមែនតើចុះធម្មតាទេវាគ្នាច្រើនហើយខមមិននេះដែរគឺពួកវាខមមិននៅក្នុងការពីប្រហែលថ្ងៃមុនហ្នឹងគឺមានការផុសចុះជាបង្អែមឆ្ងាញ់ណាគឺក្នុងនោះវាមាន2វាមាននំគ្រក់សូម្បីតែនំគ្រក់ជាភាសាខ្មែរយើងជារបស់ខ្មែរយើងក៏វាក៏ឥឡូវហ្នឹងក៏វាទៅជាវាអ្នកឈ្នះដែរនំគ្រក់ហើយនៅបង្អែមមួយមុខទៀតដូចជាស្វាយបាយតំណើបស្វាយទុំហ្នឹងហើយវាចូលទៅខមមិនច្រើនមែនតើវាថាចាំមើលយើងទីទៀតហ្នឹងចូលទៅខមមិនថាវានឹងលួចពីយើងទៀតហើយចុះបើវាលួចពីយើងមែនឲ្យយើងថាមែនអត់បងប្អូនបើវាច្រកចោលមកតែរហូតអីហ្នឹងចោលសក់គ្រប់សូម្បីតែនំគ្រក់ឥឡូវយើងចូលមកក្នុងខមមិនហ្នឹងវិញចឹងមិនថាបងប្អូនមួយចំនួនពីមុនមិនថាទេប៉ុន្តែក្រោយពីការប៉ះទង្គិចគ្នា2ដងនេះធំនេះគឺល្មមតែឈឺចាប់ពិសេសបងប្អូនដែលមានហាងម្ហូបលក់ចំណីអាហារពួកវាចេះជាងជើងឆ្ងាយណាបងប្អូនវាចំណីម្ហូបអាហារវាកែទិញទួយគឺវាដាក់ថារបស់វាហ្មងគឺត្រូវតែមានឈ្មោះនេះខ្ញុំអត់ចង់និយាយបញ្ចេញឈ្មោះអាប្រទេសហ្នឹងហ្មងនិយាយមែនវាដាក់ឈ្មោះវាម្ហូបអញ្ចឹងទៅគឺមានអាឈ្មោះប្រទេសវានៅក្នុងមុខម្ហូបវាហ្មងបងប្អូនចំណាំមើលភាគច្រើនអាហ្នឹងហើយវាជាការផ្សព្វផ្សាយផ្សព្វផ្សាយសំខាន់មែនតើពេលដែលគេហៅម្ហូបនៅមុខនឹងញ៉ាំទៅវាមានអាឈ្មោះប្រទេសវាហ្នឹងឃើញអញ្ចឹងគឺវាផ្សព្វផ្សាយពីប្រទេសវាបន្ថែមទៅលើមុខម្ហូបហ្នឹងទៀតអញ្ចឹងបងប្អូនអញ្ចឹងគឺគួរតែឲ្យច្រើនដល់ត្រង់ចំណុចហ្នឹងខ្ញុំនិយាយចំណុចខ្លះដែលនេះខ្ញុំជួបផ្ទាល់ហើយដឹងផ្ទាល់ចាតកែខ្លះគឺខ្មែរយើងទេមកពីស្រុកខ្មែរចំតួតែម្ដងប៉ុន្តែពេលដែលបើហាងឬមានហាងគឺអត់ដាក់ឈ្មោះជាខ្មែរទេខ្លាចខាតបង់លើការរកស៊ីព្រោះថាបើដាក់ថាខ្មែរមួយមុខខ្មែរសតទៅគឺអត់សូវមានអ្នកណាស្គាល់អញ្ចឹងខ្លាចគេមិនចូលខ្លាចអត់សូវទលំទលាយខ្លាចវាមិនសូវដាច់ខ្លាចវាដូចថាអត់មានទំនុកចិត្តចាប៉ុន្តែត្រង់ចំណុចហ្នឹងចង់និយាយថាបើសិនជាយើងខ្លួនឯងជាខ្មែរមិនផ្សព្វផ្សាយតែធ្វើម៉េចនឹងឲ្យគេមកដឹងកើតតែធ្វើម៉េចនឹងឲ្យគេមកស្គាល់ជាងកើតតែធ្វើម៉េចនឹងឲ្យទលំទលាយទៅកើតបើយើងមិនព្យាយាមផ្សព្វផ្សាយផងហ្នឹងយើងមានតែព្យាយាមបិទចូលចាហាងខ្លះខ្មែរតកែខ្មែរខ្លះអត់ដាក់ឈ្មោះថា specialty ខ្មែរទេដាក់ specialty អាចោដាក់ specialty អាផ្ទះលេខ3ដាក់ specialty ផ្សេងវាអញ្ចឹងណាយើងល្មមតែចេះឈឺចាប់ហើយខ្មែរហើយក្រោកឡើងខ្មែរហើយឈឺចាប់នេះតចំនួនកុំភ្លេចឲ្យសោះមិនថាបងប្អូនដែលមានហាងមិនថាទូចក្តីធំក្តីហាងលក់គ្រឿងទេសហាងជាគ្រឿងញ៉ាំគ្រឿងអីវ៉ាន់អីទាំងអស់ចាបើសិនជាមានជារបស់ខ្មែរយើងសូមបង្ហាញប្រាប់ឲ្យបានទូលំទូលាយទៅកាន់បរទេសទៅកាន់អ្នកផ្សេងឲ្យវាស្គាល់យើងកាន់តែច្រើនហើយម្ហូបអាហារក៏ចឹងដែរបើសិនជាយើងចាកែច្នៃឡើងហើយយើងបន្ថែមថាអាផ្លែមួយហ្នឹងអាមួយចានហ្នឹងវាមានឈ្មោះខ្មែរយើងនៅក្នុងហ្នឹងគឺវារត់ទៅទលំទលាយឥឡូវនេះខ្ញុំឧទាហរណ៍មួយដូចជាបាយលោកលាក់ចឹងណាយើងដឹងហើយថាជារបស់យើងគាត់ណាប៉ុណ្ណឹងក៏វាអត់ពេញចិត្តដែរវាថាយើងនឹងខ្លាមសពគ្រប់ទាំងអស់បើយើងដាក់បាននៅក្នុងកាតយើងដាក់លោកលាក់ខ្មែរចឹងទៅខ្មែរឬមកក៏ខ្មែរលោកលាក់អាហ្នឹងដល់ពេលគាត់គេឃ្លីយ៉ងគេហៅអាមួយមុខនឹងណាវាមានឈ្មោះខ្មែរក្នុងហ្នឹងហើយវាមានឈ្មោះកម្ពុជាយើងនៅក្នុងហ្នឹងឃើញទេចឹងគេចាំនៅក្នុងខួរក្បាលគេអាហ្នឹងគឺជាការផ្សព្វផ្សាយមួយដ៏សំខាន់មែនទែន